នេះគឺជាសប្តាហ៍ពិសេសសម្រាប់អ្នកដែលមិនទាន់មានដៃគូជីវិតចង់ដឹងថាតើពេលណាគឺជាពេលវេលាល្អសម្រាប់អ្នកស្វែងរកដៃគូជីវិតមីក្ដោឆ្នាំ2026នឹងមានគូបិទចូលមកហើយគូដូចគ្នាប៉ុន្តែគូហ្នឹងមួយគូប៉ាត់មួយទៀតគេហៅថាគូមកបែបលក្ខណៈថាមិនប៉ាត់ប្រកបឬក៏អាចចូលមកលក្ខណៈគេហៅថាជាពុះម៉ាយអីក៏មានដែរតើតើជាមួយនឹងការដល់គូបានន័យថាគាត់ដល់ហ្នឹងប៉ុន្តែមិនមែនជាឆ្នាំដែលគាត់ត្រូវរៀបអាពាហ៍ពិពាហ៍ក៏មានដែរបាទអញ្ចឹងពេលខ្លះនៅក្នុងទូរស័ព្ទគាត់មានធាតុស្នេហ៍ច្រើនអញ្ចឹងពេលដែលមានធាតុស្នេហ៍ច្រើនធ្វើឲ្យគេចូលចិត្តស្រឡាញ់សូមកុំភ្លេចទស្សនាជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រដែលមានការផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 7:00 តទៅនៅលើកញ្ចក់ទូរទស្សន៍ PNN ហុងស៊ុយមិនមែនជារឿងងប់ងល់ហុងស៊ុយជារឿងដែលអាចពិសោធន៍បានព្រោះថានេះជាកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រយើងជួបទាំងអស់គ្នាអនុញ្ញាតគោរពជំរាបសួរវត្តមានពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់សប្តាហ៍ថ្មីជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រចាទស្សនិកជនចាបងប្អូនសប្តាហ៍នេះយើងនឹងមានប្រធានបទកាន់តែចាប្រសាកាន់តែល្អនិងមានប្រយោជន៍សម្រាប់លោកអ្នកដែលជា fan របស់កម្មវិធីយើងចាអញ្ចឹងកន្លងមកគឺបងប្អូនប្រហែលជាធ្លាប់បានដឹងអំពីការអានរាសីនៅក្នុងស្ថាប័នរបស់ Master Nali ក៏ប៉ុន្តែបើសិនជាបងប្អូនអត់ទាន់ទេគឺថ្ងៃនេះយើងនឹងចាបន្ថែមនៅព័ត៌មានថាតើការអានរាសីនឹងល្អមិនខ្លះសម្រាប់បងប្អូននិងមានចំណុចមួយទៀតដែរគឺល្អខ្លាំងប្រធានបទនេះតាក់ទងទៅនឹងបងប្អូនដែលនៅលីវនៅឡើយអ្នក single អត់ទាន់មានគូចាអញ្ចឹងចូលរួមស្ដាប់ក៏ដូចជាស្វែងយល់អំពីប្រធានបទថ្មីនេះជាមួយនឹងចា Master យើងទាំងពីរចាជំរាបសួរលោកគ្រូអ្នកគ្រូចាជំរាបសួរលោកគ្រូស្រស់ក៏ដូចជាអ្នកគ្រូសុភេងចាសុភេងបាទជួនដល់អ្នក single អេពីសូតហ្នឹងត្រូវហើយព្រោះថាប្រធានបទរបស់យើងគឺចង់បង្ហាញទៅដល់បងប្អូនរបស់យើងព្រោះថាមកដល់ពេលបច្ចុប្បន្ននេះមានបងប្អូនរបស់យើងដែលបានប្រើជាមួយនឹង app My Destiny គាត់ក៏ចេះក្នុងការមើលនៅរាសីដែរចាក់ស្ដែងប្រធានបទរបស់យើងចង់ឲ្យលោកគ្រូនិងអ្នកគ្រូបង្ហាញថាតើការដែលមើលរាសីក៏ដូចជាអានរាសីថាតើរាសីបែបណាដែលជារាសីដែលពួកគាត់នឹងត្រូវបានជួបគូហើយបាទនឹងមានបទទៅកាន់តែប្រសើរកាន់តែល្អបាទឥឡូវសូមឲ្យអ្នកគ្រូសុភេងនិងលោកគ្រូស្រស់បាទធ្វើការបកស្រាយបាទចាអរគុណសម្រាប់សំណួរអាចនិយាយថាដូចបងសាណាលើកឡើងអញ្ចឹងអ្នកដែលមិនទាន់មានគូប្រកាសជាចង់ដឹងហើយថាតើគាត់បែបណាខ្លះបានដឹងថាដល់គូចាជាទូទៅការមើលរាសីយើងអាចដឹងច្រើនរឿងណាចាគ្រាន់តែមានថ្ងៃខែឆ្នាំកណ្ដាលបងកើតរបស់យើងគឺជា password នៃជីវិតជាលេខកូដនៃជីវិតដែលយើងអាចបានដឹងរឿងច្រើនតាក់ទងនឹងមុខរបរអាជីពការងារតំណែងតំណងមនុស្សនៅជុំវិញខ្លួនចាក្នុងនោះដែរក៏យើងអាចដឹងថាតើយើងដល់គូនៅពេលណាចាហើយជីវិតគូនឹងទៀតយើងអាចដឹងថាតើគូយើងណាបែបណាទៀតអត្តចរិតចារឿងច្រើនដែលយើងអាចលម្អិតនៅក្នុងតារាងទូរស័ព្ទរបស់យើងបានចាអញ្ចឹងតើតើនឹងជីវិតគូបើសិនជាយើងមើលយើងបែងចែកវាមានច្រើនសន្តានដែលអាចនិយាយថាជីវិតគូបើសិនជាសម្រាប់អ្នកដែលគេហៅថាភេទជាភេទស្រីនិងភេទប្រុសការមើលពីរាសីជីវិតគូអាចមើលផ្សេងគ្នាដែរចាអញ្ចឹងទីមួយតកតទៅនឹងមនុស្សភេទស្រីបានន័យថានៅពេលដែរគេហៅថាមានធាតុពិឃាតចូលមកពិឃាតធាតុរបស់គាត់ចាប្រហែលជាអត់តន់យល់ទៅទេអញ្ចឹងឧទាហរណ៍ថារាសីរបស់ខ្ញុំធាតុឈើចាអញ្ចឹងពេលឆ្នាំណាដែលមានធាតុចូលមកពីធាតុឈើបានន័យថាធាតុមាសចាធាតុមាសចូលមកគឺមានន័យថាយើងដល់គូចាបាទអញ្ចឹងយើងអាចដឹងថាតើជីវិតគូនឹងជាគូល្អឬក៏គូមិនល្អទៀតហើយអត្តចរិតរបស់គូនឹងបែបណាទៀតក៏យើងអាចមើលលម្អិតបានដែរអញ្ចឹងនៅពេលដែលយើងដឹងថាជីវិតគូយើងមកដល់ពេលណាយើងអាចនឹងត្រៀមខ្លួនបានថាតើពេលហ្នឹងយើងគួរជ្រើសរើសបែបម៉េចអ្នកគ្រូធាតុដែលចូលមកពីឃាតហ្នឹងជាធាតុចូលមកប្រចាំឆ្នាំឬក៏ប្រចាំខែចាអាចទាំងមកជាប្រចាំឆ្នាំក៏អាចចូលមកជាប្រចាំខែដែរតែយើងថាតើឆ្នាំណាយើងដល់គូហើយដល់គូហ្នឹងទៀតក្នុងខែណាមើលលម្អិតបានចាមើលបានអ្នកគ្រូយើងត្រូវការមើលធាតុរបស់យើង DT របស់យើងឬក៏ធាតុដែលត្រូវការរបស់យើងចាជាទូទៅយើងមើលពី DT តួថ្ងៃដែលយើងកើតចាអញ្ចឹងតួថ្ងៃដែលយើងកើតមិញខ្ញុំនិយាយអំពីធាតុឈើបូកឧទាហរណ៍តែឈើមិនថាឈើបូកឈើដកឲ្យមានធាតុមាសចូលមកគឺមានន័យថាជាធាតុពិឃាតបានន័យថាមនុស្សស្រីហ្នឹងគាត់ដល់គូអាចនឹងជួបគូចាតែគូល្អឬក៏មិនល្អយើងអាចលំអិតតទៀតបានខ្ញុំអត់ដែរដឹងខ្ញុំចាតែធ្លាប់តែរៀនបានតិចឲ្យទៅលើថាធាតុពិឃាតចូលមកគឺ
វាអត់ល្អសម្រាប់យើងហ្នឹងចឹង ចាហ្នឹងឯងជាលក្ខខណ្ឌពិសេសមួយរបស់ប៉ាជឿដែលយើងអាចមើលច្រើនណាហើយមួយទៀតយើងចែកមួយទៀតគឺអាចដល់គូហ្នឹងមកលក្ខណៈគូហ្នឹងមកខាងក្រោមវិញគេហៅថាមកហាក់នឹងតួរិស័យខាងក្រោមចានៃតួថ្ងៃដូចគ្នាដែរអាហ្នឹងក៏អាចនិយាយថាដល់គូដែរជួនកាលអត់មានធាតុពិឃាតមកខាងលើទេតែអាចមកហាក់នឹងខាងលើឬក៏ខាងក្រោមទៀត ក៏រាប់ដា ហា ច់ ក់ ដែរ ក៏ហៅថាការដល់គូដែរដែលមានទំនាក់ទំនងជាស្នេហាឬក៏ទំនាក់ទំនងរបៀបថាស្គាល់នឹងមនុស្សដែលមានគេហៅថាទំនាក់ទំនងមួយដែលភាពជិតស្និទ្ធ ចឹងអ្នកគ្រូបើនិយាយឲ្យបងប្អូនគាត់ងាយយល់អាចថាមនុស្សឧទាហរណ៍ថាមនុស្សមាន DT ធាតុឈើបើសិនជាមានធាតុពិឃាតចូលមកហើយគាត់ single ណា ចា ឬគាត់គួរតែមានសង្ឃឹមអីចឹង ចា អាចនឹង មាន ដាក់ ឱ គោ កាស មានឱកាសជួប ចាមានឱកាសជួប ចង់ឲ្យបញ្ជាក់ពីនៃថាដល់គូដល់ជាពេលដែលគាត់ត្រូវជួបគូស្នេហ៍របស់គាត់ឬក៏ជាពេលដែលគាត់ត្រូវរៀបអាពាហ៍ពិពាហ៍រៀបការអាហ្នឹងយើងមើលមិនឬក៏យ៉ាងណាដែរអ្នកគ្រូ ចាអាហ្នឹងគេថាជាភាពលំអិតរបស់ បាទ ខ្លួនប៉ាជឿមួយដែលយើងអាចនិយាយថានៅពេលដែលគូមិញដូចខ្ញុំជំរាបជូនអញ្ចឹងថាដល់គូពេលខ្លះតើគូហ្នឹងគូពិតអត់ គូពិតអត់ ចាគូពិតហ្នឹងមានន័យថាមកយើងអាចរៀបជាអាពាហ៍ពិពាហ៍បានឬក៏ចាតែជួគូនេះជាគូល្អដែលមកសង្ហរយើងអត់ឲ្យ ទៀតណាគូតែតែគូលេងសើច ត្រឹមត្រូវបានជួបមួយផ្លែតហើយជួបដែរហើយជួបបានតែមួយផ្លែតហើយក៏បែកគ្នាត្រឡប់ទៅវិញ ពីណាលើអីបានដឹងថាគូហ្នឹងគូព្រេងរបស់គាត់ ហ្នឹងហើយតែជាលក្ខខណ្ឌពិសេសតតែយើងថាមើលនៅក្នុងតារាងរាសីយើងផ្ទាល់វាមានភាពលម្អិតច្រើនដែលនៅក្នុងហ្នឹងយើងអត់អាចថាឆ្លើយទៅវាដូចគ្នាទាំងអស់ឯងវាកាន់ន័យផ្សេងគ្នានៅក្នុងហ្នឹងជាងការគូហ្នឹងទៀតមានធាតុពិឃាតនៅក្នុងហ្នឹងទៀតធាតុពិឃាតជីវិតគូនឹងមកតាំងទៀត បានន័យថាម៉េច ចាមានន័យថាយើងជួបគូមែនតែមានធាតុទៅពិឃាតជីវិតគូនឹងបានន័យថាជួបហើយវាបែកទៅវិញ ចា បាទអញ្ចឹងបានចង់ឲ្យបងប្អូនរបស់យើងបើសិនជាគាត់ចង់មើលក៏ដូចជាអានរិស័យរបស់គាត់ដល់គាត់មកដល់ស្ថាប័នរកគ្រូដែលមានជំនាញក្នុងការមើលដែលរិស័យរបស់ពួកគាត់បានអាចបញ្ជាក់ថារិស័យរបស់គាត់ត្រូវដល់គូពេលណាព្រោះថាបើសិនជាឲ្យលោកគ្រូអ្នកគ្រូនិយាយ ហើយអស់ ទូទៅហ្មងគឺអត់កើតទេព្រោះថាបងប្អូនយើងក៏មានរិស័យខុសគ្នាច្រើន ត្រឹមត្រូវចា ចុះអាចថាបងប្អូនមានបងប្អូនយើងខ្លះគាត់មើលរិស័យគាត់ពិបាកនឹងរកគូហ្នឹងដោយសារអីវិញ ចាចំណុច ទៅ ហ្នឹង ជួប ខ្ញុំនឹងឆ្លើយតបទៅបងតែសារមិញយើងឆ្លើយនៅមានចំណុចបន្ត ចា យើងឆ្លើយអត់ទាន់អស់បងចាអញ្ចឹងទី1គឺយើងនិយាយអំពីភេទស្រីដែលជីវិតគូយើងនិយាយមិញថាមានធាតុមកពិឃាតនិងមួយទៀតហៅថាហាក់ត្រូវឯបងចានៅចំណុចហ្នឹងមានហាក់ទាំងរាសីលើនិងរាសីក្រោមអញ្ចឹងហាក់រាសីខាងលើបែរន័យថាយើងមើលឃើញដឹងថាគាត់ចូលមកប៉ុន្តែបើហាក់នៅរាសីក្រោមបានន័យថាគាត់មកបែបលក្ខណៈស្ងាត់លួចស្នេហ៍ឬក៏មានតំណែងតំណងមួយបែប private ដែលយើងមើលមិនដឹងឯងនេះយើងមើលដឹងអញ្ចឹងទៀត ឃើញអញ្ចឹងទៀត ចាហ្នឹងហើយហើយចំណុចមួយទៀតពីរចំណុចទៀតខ្ញុំទុកឲ្យលោកគ្រូក្នុងការបកស្រាយបន្ថែម លោកវិសុវមានអីថាបន្ថែម បាទតកតងជាមួយនឹងជីវិតគូគឺដូចអ្នកគ្រូសុភេងគាត់បានលើកគុណនឹងអញ្ចឹងគឺតកតងជាមួយនឹងគូគឺនៅក្នុងក្បួនគឺយើងមានបែងចែកភេទស្រីនិងភេទប្រុសបាទអញ្ចឹងបើសិនជាយើងនិយាយទៅសម្រាប់ភេទប្រុសវិញគឺគេហៅថានៅពេលដែលធាតុលៀបចូលឧទាហរណ៍ថាមនុស្សប្រុសគាត់កើតនៅក្នុងថ្ងៃធាតុឈើអញ្ចឹងនៅពេលដែលពេលវេលាធាតុដីចូលបានន័យថាធាតុលៀបរបស់គាត់ចូលមកហ្នឹងគឺបានន័យថាជាពេលវេលាដែលគាត់ត្រូវនឹងមានគូហើយ នេះសម្រាប់មនុស្សប្រុស សម្រាប់មនុស្សប្រុសបាទប៉ុន្តែជាប្រភេទរាសីគេហៅថាយើងអត់បានគិតថាជារាសីរឹងឬមួយក៏រាសីខ្សោយទេប៉ុន្តែធាតុគូហ្នឹងគឺមកហើយប៉ុន្តែយើងមិនបានបង្ហាញថាតើគូគាត់មកហ្នឹងល្អឬមិនល្អទេប៉ុន្តែជាពេលវេលាឆ្នាំដែលគូគាត់ត្រូវមកដល់ ចា បាទហើយនៅមានចំណុចផ្សេងមួយទៀតគឺតកតងជាមួយនឹងគេហៅថាធាតុដូចគ្នានឹងក៏ជាពេលវេលាដែរគូចូលមកដូចគ្នាដែរបានន័យថាតួខ្លួនរបស់គាត់កើតនៅថ្ងៃឧទាហរណ៍គាត់កើតនៅក្នុងថ្ងៃធាតុឈើអញ្ចឹងនៅពេលដែលឆ្នាំធាតុឈើមកក៏ជាពេលវេលាគូគាត់មកដែរបាទ ចា ហើយនៅមានចំណុចជាច្រើនទៀតគឺសំបីតែឆុងក៏ជាពេលវេលាដែលត្រូវមានគូដែរ ចាអរគុណលោកគ្រូសម្រាប់ប្រធានបទដ៏ពិសេសខ្លាំងមែនតើបងប្អូនដែលនៅ single អាចបន្តតាមដានទស្សនាបានហើយក៏អរគុណណាស់មានការបែងចែករវាងការអានរាសីមើលគូសម្រាប់មនុស្សប្រុសផ្សេងចាសម្រាប់នារីផ្សេងដែលបងប្អូនអាចងាយយល់ដែរហើយនេះខ្ញុំក៏គិតថាបងប្អូនទាំងអស់គ្នាមានចម្ងល់ជាច្រើនចង់ដឹងចាអញ្ចឹងសម្រាប់កម្មវិធីរបស់យើងនៅពេលនេះមុននឹងដល់វគ្គបន្ទាប់សូមពេលវេលាសម្រាប់បន្តិចសិន មីសដកឆ្នាំ2026នឹងមានគូពិតចូលមកហើយ គូដូចគ្នាប៉ុន្តែគូហ្នឹងមួយគូប៉ាត់មួយទៀតគេហៅថាគូមកបែបលក្ខណៈថា
ស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបាយវិទ្យាសាស្ត្រកាលពីវគ្គទី1លោកអ្នកបានជ្រាបតាក់ទងពីការបកស្រាយរបស់លោកគ្រូអ្នកគ្រូថាតើធាតុបែបណាចូលមកដែលជាធាតុដែលធ្វើឲ្យពួកគាត់ត្រូវជួបគូឥឡូវក៏ចង់ឲ្យលោកគ្រូអ្នកគ្រូបន្ថែមបន្តិចថាតើនៅពេលណាដែលពួកគាត់ជួបគូពិតរបស់ពួកគាត់វិញហើយនៅពេលណាដែលគាត់ជួបគ្រាន់តែរបៀបថាជួបមួយផ្លែតបែកទៅវិញតើជារិស័យបែបណាធាតុបែបណាចូលមកកាន់រិស័យរបស់ពួកគាត់ ចាយើងបន្តពីលោកគ្រូសួរណាមិញបាទ ព្រោះទៅតែចាប់ផ្ដើមពីខាងពីគីបូរ៉ោះ បាទ ហាន់រីយើងមានព័ត៌មានច្រើនដែរប៉ុន្តែយើងខ្ញុំជឿថាអេពីសូតនេះ show នេះនឹងធ្វើឲ្យបងប្អូនគាត់ចាប់អារម្មណ៍ចង់ដឹងណាអ្នកដែលគាត់អត់ទាន់មានគូចាស់យើងបន្តទៀតសម្រាប់ខាងបូរ៉ោះដែលធាតដីចូលមកក៏មានឱកាសដែរមែនទេលោកគ្រូ បាទ ចា សម្រាប់គេហៅថាគូពិតបាទ ចា អញ្ចឹងសម្រាប់ឆ្នាំនេះគឺនៅក្នុង2026តែម្ដងអញ្ចឹងនៅក្នុងឆ្នាំនេះសម្រាប់អ្នកដែលគាត់កើតនៅក្នុងតួខ្លួនរបស់គាត់គឺមាសដកអញ្ចឹងគឺឆ្នាំ2026នេះគឺគូពិតរបស់គាត់គឺចូលមកហើយបាទហ្នឹងគឺយើងមើលទៅលើតួថ្ងៃរបស់យើងតែម្ដង បាទ មាសដកឆ្នាំ2026នឹងមានគូពិតចូលមកហើយ អ៊ីយ៉ា បាទ ណាមានដក ហ្នឹងគឺយើងមើលទៅលើតួថ្ងៃរបស់គាត់គឺនៅតួខាងលើណា ខាងលើ បាទហើយសម្រាប់តួខាងក្រោមដែរប៉ុន្តែនៅក្នុងតួថ្ងៃដូចគ្នាគឺអ្នកដែលគាត់កើតនៅក្នុងថ្ងៃមមែបាទអញ្ចឹងឆ្នាំមមីចូលមកនេះគឺគាត់នឹងជួបគូពិតដូចគ្នា បងប្អូនដែលមានអេបតោះបើកភ្លាមអ្នកដែលកំពុងឯកា បាទ ឆែកមើលខ្លួនឯងចា តោះតែគាត់មានធាតុមាសដកនៅខាងលើហើយនឹងរិស័យខាងក្រោមរបស់គាត់មួយម៉ែដែរ ដល់គូហើយឆ្នាំហ្នឹង បើសិនជាគាត់មានត្រឹមតែមាសដកខាងក្រោមមិនមែនជាមួយម៉ែក៏អត់ជួបគូដែរឬក៏មិនដែរលោកគ្រូ សម្រាប់ឆ្នាំ2026នេះមិនថាគាត់មានមាសដកខាងលើតែមួយក៏គាត់ជួបគូដែរប៉ុន្តែករណីដែលគាត់នៅខាងលើបានន័យថាគូដល់គឺគាត់បង្ហាញគេបានដឹងលើបាទតែបើសិនជាមានតែខាងក្រោមមានតែមួយម៉ែទេគូគាត់មកពិតមែនប៉ុន្តែអាចលក្ខណៈមួយថាគាត់យល់ចិត្តគ្នាស្វែងយល់ចិត្តគ្នាប៉ុន្តែមិនទាន់បានបង្ហាញឲ្យអ្នកជុំវិញខ្លួនបានដឹងឮទេបាទតែបាទមួយថាឯកជនភាពសិនអីអញ្ចឹងណាបាទប៉ុន្តែគឺជាគូពិតរបស់គាត់ចូលមក តែនេះសម្រាប់ទាំងបរោះទាំងនារីទាំងពីរ ទាំងបរិសុទ្ធទាំង ជារួម ស្រីបាទ លោកគ្រូអ្នកគ្រូកាប់ពិតមនុស្សយើងនៅពេលដែលគេប្រាប់ថាអូឆ្នាំនេះដល់គូហើយអញ្ចឹងក៏នៅតែមានសំណួរចង់ឲ្យច្បាស់ទៀតគូនេះតើជាគូព្រេងគឺក៏គ្រាន់តែជាគូសង្សារគូតដឹងអីធម្មតាមើលចិត្តគ្នាសិនណាចង់ដឹងតើចឹងមើលដឹងដែរអត់ បាទតកតងជាមួយនឹងការមើលរិស័យគឺយើងដឹងទាំងអស់គូគាត់មកទម្រង់បែបណាមកដោយចាស់ទុំណែនាំឬមួយក៏ដោយខ្លួនឯងឬមួយក៏គាត់ចេញទៅក្នុងសង្គមតកតងជាមួយនឹងការងារអីគឺយើងដឹងថាគាត់មកតាមរយៈណាក៏យើងដឹងដែរបាទទាំងកពស់កពោរបស់គាត់ទាំងខ្មៅសក្មេងចាស់គេហៅថាប្តីបើសិនជាមនុស្សស្រីជាប្តីកំឡោះឬមួយក៏ប្តីពូម៉ែក៏យើងដឹងដែរ គ្រាន់តែការអានរិស័យយើងអាចមើលលម្អិតបានអញ្ចឹងទៀត បាទគឺយើងដឹងបានច្រើនតកតងជាមួយនឹងព័ត៌មានសំខាន់គឺគាត់មានថ្ងៃខែឆ្នាំកំណើតម៉ោងកើតរបស់គាត់គឺច្បាស់លាស់គឺយើងអាចដឹងបានទាំងអស់ ហើយតាមធម្មតាបើយើងមើលឃើញថាគាត់ដល់គូហើយយើងអាចមើលរើសពេលវេលាឲ្យគាត់រៀបការអីបានទៀត បាទតកតងជាមួយនឹងឆ្នាំដែលល្អបានន័យថាគូគាត់ចូលមកហើយប៉ុន្តែតកតងជាមួយនឹងការរៀបអាពាហ៍ពិពាហ៍គឺយើងត្រូវឆែកមើលទៅលើចំណុចផ្សេងជាច្រើនទៀតបាទ ចាមែនបានន័យថាឲ្យតែឃើញថាដល់ហើយអាចរៀបការបានឆ្នាំហ្នឹងឬក៏ឆាប់នឹងអីទេជឹកបងប្អូនត្រូវបន្តមើលអ្វីផ្សេងទៀត បាទព្រោះតកតងជាមួយនឹងការដល់គូបានន័យថាគាត់ដល់មែនប៉ុន្តែមិនមែនជាឆ្នាំដែលគាត់ត្រូវរៀបអាពាហ៍ពិពាហ៍ក៏មានដែរ ក៏មានដែរ បាទ ចា បាទតាក់ទងជាមួយនឹងសំណួររបស់ខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូលើកជាឧទាហរណ៍ជាទូទៅឲ្យបងប្អូនរបស់យើងផ្សេងទៀតដែលគាត់ត្រឹមតែគាត់អាចឆែកជាមួយនឹង app ក៏គាត់អាចដឹងថាតើគាត់ត្រូវជួបគូពិតនៅឆ្នាំហ្នឹងដែរអត់ ចា អញ្ចឹងណា ចុះបើសួរបែបលេងសើចវិញលោកគ្រូថាតួ DT មិញវាដក វាដក ខាត់ក្រមមួយម៉ែអាចដល់គូសើគាត់ចែកដល់បើមើលទៅចាំពឹបតែមនុស្សហ្នឹងរៀបការហើយហ្នឹងមិនវិញគាត់មានប្តីមានប្រពន្ធហើយករណីនេះយ៉ាងមិនវិញ បាទតកតងជាមួយនឹងចំណុចនេះបានន័យថាគាត់ត្រូវតែប្រយ័ត្នប្រយែងព្រោះឆ្នាំនេះគេហៅថាជាពេលវេលាឆ្នាំស្នេហ៍របស់គាត់ចូលមកបាទអញ្ចឹងនៅក្នុងឆ្នាំនេះបានន័យថាគេហៅថាគាត់ទៅណាមកណាមានគេចូលចិត្តច្រើនអញ្ចឹងគឺត្រូវតែមានការប្រុងប្រយ័ត្ន ប្រង វិញ ប្រយ័ត្ន បាទព្រោះនៅពេលដែលឆ្នាំស្នេហ៍គឺអាចនឹងមាន ចា៎ ជនទី3ចូលមក បងប្អូនទាំងអស់គ្នាគ្រាន់តែយើងអានរាសីក៏ធ្វើឲ្យដឹងអំពី destiny ដឹងពីព្រំលិខិតរបស់យើងបានក៏ទៅមិនធម្មតាជំនាញហុងស៊ុយ
ពិតជាហើយច្បាស់ទៀតកុំអត់ជឿចាខ្ញុំនិយាយតែអនុវត្តប្រហែលឆ្នាំចុងក្រោយនេះខ្ញុំស្ទើរតែអត់នឹកស្មានថាមានវិជ្ជាមួយដែលមើលដឹងពីជីវិតយើង បាទ ចាអញ្ចឹងបើសិនជាឧបមាថាបងស្រីមើលទៅស្វាមីចូលដូចការរៀបរាប់របស់លោកគ្រូអ្នកគ្រូគាត់ត្រូវប្រយ័ត្នជាមួយស្វាមីគាត់តិចណា បាទ កុំឲ្យនិយាយទៅកុំឲ្យមានមុនស្នេហ៍អីច្រើនត្រូវប្រយ័ត្នប្រយែងស្មោះត្រង់មួយគ្នា តែពិតទៅនៅពេលដែលយើងដឹងអញ្ចឹងគឺយើងមានវិធីសាស្ត្រច្រើនណាស់ ការពីបាន បាទយើងអាចការពារបានប៉ុន្តែបើសិនជាយើងចង់លំអិតដោយសារតែថ្ងៃខែបុគ្គលម្នាក់ៗគឺផ្សេងគ្នាបាទប៉ុន្តែវិធីសាស្ត្រយើងនៅតែអាចបង្ការបានអញ្ចឹងបាទតែបើសិនជាយើងអត់បានដឹងមុនយើងអត់បានឆែកក្នុងការត្រៀមទេឆ្នាំហ្នឹងក៏អាចជាឆ្នាំមួយដែលធ្វើឲ្យយើងមានបញ្ហាដូចគ្នា ចាតែបដ ாய் តាមពេលខ្លះបដ ாய் តាមព្រមលិខិតដូចអ្នកគ្រូថាអញ្ចឹងបើសិនជាព្រមលិខិតយើងអត់ល្អយើងត្រូវដើរប្រជ្រះវា បាទ ចានេះហើយបងប្អូនដែលយើងចាំបាច់គួរតែមានចំណេះដឹងលើវិជ្ជាហុងស៊ុយឬក៏យើងតែងតែណែនាំហើយបងប្អូនគឺជាអ្នកសម្រេចចិត្តខ្លួនឯងទេណែនាំយ៉ាងម៉េចគឺណែនាំឲ្យបងប្អូនបើសិនជាអាចមានពេលហើយគិតថាចង់ផ្លាស់ប្ដូរព្រមលិខិតឬក៏ជីវិតរបស់ខ្លួនឯងគ្រាន់តែឈៀតពេលមកស្ថាប័ន Master Nali អាននិស័យ បាទ អាននិស័យជួយបានទាំងអស់ទាំងមុខរបរអាជីវកម្មការងារមន្ត្រីរាជការអ្នកលក់ដូរឥឡូវនេះរឿងស្នេហារឿងគូព្រេងក៏យើងអាចជួយគាត់បានដែរចា ចាអរគុណបន្ថែមលើពីលោកគ្រូតកតងនឹងជីវិតគូនេះដែរយើងអាចមើលដឹងថាតើគូនឹងចូលមកជាគូពិតដែលខ្ញុំបន្ថែមថាតើគូពិតបែបណាចាអញ្ចឹងបើតាមក្បួនវិជាហ្វុងស៊ុយឬក៏វិជាប៉ាជឺចាយើងអាចនិយាយថាមានពាក្យបច្ចេកទេសមួយគេហៅថាឈិកសួរនិងជាគួរដែរចាអញ្ចឹងឈិកសួរនិងជាគួរហ្នឹងគឺជាជីវិតគូដូចគ្នាប៉ុន្តែគូហ្នឹងមួយគូប៉ិតមួយទៀតគេហៅថាគូមកបែបតំណាក់តំណងរបៀបថាមកតំណាក់តំណងបែបមកផ្លែតឬមួយតគូហ្នឹងចូលមកបែបលក្ខណៈថាមិនប៉ិតប្រកបឬក៏អាចចូលមកលក្ខណៈគេហៅថាជាពោះម៉ាយអីក៏មានដែរចាដូចលោកគ្រូបញ្ជាក់ជូនអញ្ចឹងគូប៉ិតហ្នឹងបែបម៉េចឧទាហរណ៍ថាឆ្នាំនេះអ្នកមានធាតុមាសដកនៅខាងលើចាអញ្ចឹងភ្លើងបោកចូលមកគេហៅថាជាគួរតាមពាក្យបច្ចេកទេសប៉ុន្តែយើងអាចចំណាំមើលដែរពិឃាតបែបដកនិងបោកពោលរបស់ហ្នឹងនៅខាងលើនៅក្នុង App My Destiny មានបច្ចេកមាសដកចាតែភ្លើងចូលមកជាភ្លើងបោកអញ្ចឹងដកនិងបោកជាធាតុពោលទាំងពីរហ្នឹងគេហៅថាគូប៉ិតដែលយើងអាចចំណាំងាយស្រួលក្នុងការមើលបានដល់ខ្លួនឯងចាប៉ុន្តែបើសិនជាដកនិងដកដូចគ្នាឧទាហរណ៍ថាមាសដកដល់ឆ្នាំក្រោយភ្លើងដកចូលមកអញ្ចឹងបានន័យថាដល់គូដូចគ្នាតែគូនឹងមកបែបលក្ខណៈថាគូគេហៅថាអាចលេងសើចរៀងរហូតចាឬមួយក៏គូនឹងបែបគូដែរប៉ុន្តែគាត់ដែលចូលមកអាចជាពោះម៉ាយចា អញ្ចឹងវិញ ចាហើយអាចនិយាយថានៅពេលដែលពោះម៉ាយអាចថាគាត់ជ្រើសរើសតែខ្លួនឯងថាគាត់គួរយកឬមិនយកសម្រាប់ចិត្តនៅលើបុគ្គលផ្ទាល់ ចា ចា ការពិតទៅខ្ញុំធ្លាប់ឮគេនិយាយបែបលេងសើចកំឡុងពេលដែលយើងរៀនហុងស៊ុយពីមុនមក ចា គេសួរអ្នកគ្រូនៅលើឆាកដែរសួរថាអ្នកគ្រូគាត់ទេបកកែណាមើលដឹងតាំងពីដែលខ្ញុំមានស្រ័យអីគាត់មើលដឹងកូនសិស្សគាត់ទាយឲ្យដឹងអីនិយាយទៅពេលហ្នឹងខ្ញុំអត់ទាន់មានចំណេះដឹងវិទ្យាហុងស៊ុយទេដល់ពេលឥឡូវចាប់ដើមស្ដាប់អ្នកគ្រូអញ្ចឹងគាត់ថាការអាននិស័យពិតជាអាចធ្វើឲ្យយើងដឹងអំពីដំណើរជីវិតស្នេហារបស់បុគ្គលម្នាក់ៗបានពិតប្រាកដមែនចាទស្សនិកជនអរគុណណាស់សម្រាប់ការទស្សនានៅ show ដ៏ពិសេសមួយនេះចាអញ្ចឹងដោយសារពេលវេលាវគ្គនេះគឺយើងអស់ហើយប៉ុន្តែយើងនៅមានព័ត៌មានច្រើនទៀតហើយនេះខ្ញុំជាពិធីករនឹងក៏មានសំណួរច្រើនចង់សួរដល់លោកគ្រូអ្នកគ្រូដែរប៉ុន្តែពេលនេះក្រុមការងារយើងទាំងអស់គ្នាសូមពេលវេលាអនុញ្ញាតសម្រាប់បន្តិចសិន ភ្លើងដកនៅពេលដែលធាតុលាបរបស់គាត់គឺមាសបោកចូលមកក៏គូពិតក៏ចូលមកដូចគ្នាបាទ បើជាមិនមែនជាធាតុដែលត្រូវការមានន័យថាពេលដែលចូលមកហើយបានតែមួយផ្លែដំបូងទេ ស្វាគមន៍មកកាន់វគ្គទី3ជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងវគ្គទី3នេះចង់ឲ្យលោកគ្រូអ្នកគ្រូធ្វើការសង្ខេបតាក់ទងជាមួយនឹង DT ផ្សេងៗទៀតក្រៅពី DT ឈើថាតា DT ផ្សេងៗទៀតនៅពេលដែលមានរាសីក៏ដូចជាធាតុណាចូលមកនៅដែលបង្ហាញថាគាត់នឹងត្រូវដល់គូឬក៏គាត់ថាគូគាត់មកត្រឹមលេងសើចទេ ចា បាទ ឥឡូវអាច បាទ ធាតុភ្លើងណាអ្នកគ្រូ ចូល ចា ទៅវិញដល់ អរគុណសម្រាប់អ្នកដែលមាន App My Destiny នៅក្នុងដៃហើយងាយដែលគាត់អាចមើលដល់ខ្លួនឯងបាន
ចឹងមិញនេះយើងនិយាយអំពីធាតុមាសហើយអញ្ចឹងឥឡូវនេះយើងនិយាយអំពីធាតុភ្លើងចាអញ្ចឹងធាតុភ្លើងបើសិនជាមានធាតុទឹកចាសម្រាប់មនុស្សស្រីខ្ញុំបញ្ជាក់ជូនថាអានេះខ្ញុំនិយាយអំពីមនុស្សស្រីបើគាត់ DT ឬក៏តួថ្ងៃដែលគាត់កើតហ្នឹងជាធាតុភ្លើងចាអញ្ចឹងឧទាហរណ៍ថាភ្លើងដកអ្នកដែលមានភ្លើងទឹកបោកចូលមកគឺមានន័យថាគាត់មានឱកាសដល់គូប៉ិតគាត់ដូចគ្នាដែរចាអញ្ចឹងយើងគ្រាន់តែចំណាំមើលថាមួយពោលដកមួយពោលបោកចាបើសិនអ្នកពោលទឹកបោកគឺអ្នកភ្លើងបោកគឺអ្នកទឹកដកចូលមកបានន័យថាឆ្នាំណាដែលមានទឹកដកចូលមកគឺមានន័យថាគាត់ដល់គូដូចគ្នាដែរចាអានេះវិធីងាយងាយចាំបន្តមកទៀតសម្រាប់អ្នកដែលមាន DT ធាតុដីចា ចាឥឡូវ អញ្ចឹង សុំមនុស្សសុំខាងបរោះវិញម្ដងណាសម្រាប់ចាធាតុភ្លើង ត មិញជា January គឺសម្រាប់បរោះវិញ បាទតកតងជាមួយនឹងគេហៅថាមនុស្សប្រុសដែលកើតនៅក្នុងគេហៅថាថ្ងៃគាត់ធាតុភ្លើងណាបាទព្រោះតកតងជាមួយនឹងការមើលគឺបងប្អូនត្រូវដឹងថានៅពេលដែលយើងមើលគឺយើងត្រូវយកតួថ្ងៃរបស់យើងមកមើលយើងអត់យកតួឆ្នាំតួខែតួម៉ោងទេគឺយើងយកតួថ្ងៃណាអញ្ចឹងសម្រាប់អ្នកដែលគាត់កើតនៅក្នុងតួថ្ងៃគេហៅថាថ្ងៃធាតុភ្លើងបាទអញ្ចឹងធាតុគេហៅថាធាតុលៀបរបស់ភ្លើងគឺធាតុមាស ហ្នឹងគឺសម្រាប់មនុស្សប្រុសណាគឺខ្ញុំនិយាយសម្រាប់រិស័យមនុស្សប្រុសអញ្ចឹងនៅពេលដែលធាតុមាសចូលមកគឺជាធាតុលៀបរបស់ធាតុភ្លើងអញ្ចឹងវិធីចំណាំវិធីដែលយើងងាយមើលងាយយល់គឺបានន័យថាសញ្ញារបស់ធាតុហ្នឹងគឺខុសគ្នាមួយបូកមួយដកឧទាហរណ៍ថាគាត់កើតនៅក្នុងតួថ្ងៃភ្លើងបូកអញ្ចឹងនៅពេលដែលធាតុលៀបធាតុមាសរបស់គាត់ចូលមកគឺមាសដក មានដក អញ្ចឹងបានន័យថានឹងហើយគឺជាគូពិតរបស់គាត់បាទជាគូពិតរបស់គាត់ អញ្ចឹងគឺដូចគ្នាអញ្ចឹងគឺភ្លើងដកក៏ដូចគ្នាដែរភ្លើងដកនៅពេលដែលធាតុលៀបរបស់គាត់គឺមាសបូកចូលមកក៏គូពិតក៏ចូលមកដូចគ្នាបាទនឹងគឺវិធីងាយងាយដែលបងប្អូនអាចធ្វើការគេហៅថាមើលដល់ខ្លួនឯងចំណាំចំណុចខ្លីៗតិចតិចហ្នឹងទៅគឺអូខេបាទ អរគុណតោះឥឡូវបន្តសម្រាប់បងប្អូនដែលមានធាតុ ដី ធាតុដី ដៃ វិញ វិញ ចាអញ្ចឹងសម្រាប់បងប្អូនភេទស្រីដែលមាន DT ធាតុដីដីដកចាហើយមានឈើបោកចូលមកចាអញ្ចឹងមានន័យថាគាត់ដល់គូប៉ិតដូចគ្នាដែរចាផ្ទុយត្រឡប់មកវិញអ្នកដែលមាន DT ដីបោកអញ្ចឹងអ្នកដែលមានឈើដកនៅពេលដែលឆ្នាំណាមានឈើដកចូលមកពេលវេលាណាដែលមានឈើដកចូលមកក៏គាត់មានឱកាសដល់គូដូចគ្នា បាទបាទចុះបរោះវិញម្ដងគ្រូ តកតងជាមួយនឹងបរោះគឺអ្នកដែលគាត់កើតនៅក្នុងគេហៅថាតួថ្ងៃរបស់គាត់គឺធាតុដីអញ្ចឹងធាតុលៀបរបស់ធាតុដីសម្រាប់មនុស្សប្រុសគឺធាតុទឹកអញ្ចឹងវិធីចំណាំវិធីមើលគឺយើងគ្រាន់តែមើលសញ្ញាបូកនិងដកទៅគឺនឹងហើយគឺជាគូពិតបាទ បាទបាទ ចាបន្តមកទៀតគឺអ្នកដែលមាន DT តួខ្លួនធាតុទឹកចាអញ្ចឹងដូចដដែលទេគឺយើងមើលទៅលើអ្នកទឹកដកគឺមានដីបោកចូលចាដល់អ្នកទឹកបោកគឺមានដីដកចូលចាជាធាតុវិឃាតដែលមានប៉ូលខុសគ្នា បាទបាទ បាទសម្រាប់អ្នកដែលគាត់កើតនៅក្នុងតួថ្ងៃធាតុទឹកអញ្ចឹងធាតុលៀបរបស់ធាតុទឹកគឺធាតុភ្លើងអញ្ចឹងគឺសម្រាប់អ្នកដែលកើតនៅក្នុងគេហៅថាធាតុទឹកអញ្ចឹងនៅក្នុងឆ្នាំ2026នេះឯងបាទបើសិនជាគាត់កើតនៅក្នុងគេហៅថាថ្ងៃទឹកដកអញ្ចឹងឆ្នាំនេះគឺគូពិតគាត់ចូលមកហើយ2026នេះណាបាទបាទហើយបើសិនជាសម្រាប់អ្នកដែលកើតនៅក្នុងគេហៅថាទឹកបោកវិញ គឺត្រូវរងចាំមួយឆ្នាំសិនឆ្នាំ2027ណាបាទ បាទ ជួយយល់តាណាដល់ពេលលោកគ្រូអ្នកគ្រូវាយល់បែបអញ្ចឹងណាមកគ្រូមានអីត្រូវបន្ថែមអត់ទេ ចាអញ្ចឹងយើងអាចមើលទៅលើបែបមួយបែបទៀតដែរសម្រាប់អ្នកដែលមានជាពិសេសអ្នកដែលមានរាសីទឹកខ្សោយបើធាតុដែលដូចគ្នាចូលមកក៏អាចនិយាយថាដល់គូដែរចាអញ្ចឹងឧទាហរណ៍ថារាសីឆ្នាំនេះអ្នកដែលមានធាតុភ្លើងចាភ្លើងបោកហើយជាប្រភេទរាសីខ្សោយហើយឆ្នាំនេះឆ្នាំមមីភ្លើងបោកចូលមកក៏គាត់មានឱកាសជួបគូដូចគ្នាចាបានន័យថាគាត់ជួបអ្នកដែលយល់ចិត្តចា បាទ អ្នកដែលអាចមានចិត្តគំនិតបហៈបហែស្រដៀងគ្នាតែគាត់អាចមានទំនាក់ទំនងបាន ចាលោកគ្រូអ្នកគ្រូការអានរាសីនេះមើលគូព្រេងមិនយើងនិយាយឆ្នាំណាដែលមានធាតុអីចូលមកមានឱកាសខ្លះជួបគូព្រេងជួបអីចុះបើគេអាចទេប្រៀបយើងមើលតែតួ DT យក DT មកផ្គុំគ្នាអាចជាគូគ្នាមើលដឹងអញ្ចឹងដែរអត់ឧទាហរណ៍ថាមនុស្សដែលមាន DT ឈើបោកជួបជាមួយអ្នកដែលមាន DT ដីដក
យកនៅខំផ្ទះនេះប្រកាសចេញជាថាគាត់ជាគូគ្នាបានអត់គេមើលអញ្ចឹងហ៎ អាចបាន មើលអញ្ចឹងបានដែរ ចាបានតែអាស្រ័យមើលមួយចំណុចទៀតថាតើជាតិធាតុដែលគាត់ត្រូវការដែរអត់ពេលខ្លះហាក់គ្នាដូចគ្នាតែជាតិធាតុតែជាតិធាតុត្រូវការអត់បើសិនជាជាតិដែលត្រូវការមានន័យថាជាតិធាតុដែលគាត់គូនឹងជីវិតគូចូលមក support គាត់ជួយគាត់ចាតែមិនមែនជាបើជាមិនមែនជាធាតុដែលត្រូវការមានន័យថាពេលដែលចូលមកហើយបានតែមួយផ្លែដំបូងទេ អញ្ចឹងមិនបានន័យថាការប្រៀបធៀប DT ទាំងពីរយកមកគុំគ្នាតែម្យ៉ាងដឹងថាគាត់ជាគូគ្នាអត់មើលដឹងអញ្ចឹងទេ ចាវាមិនបានមើលទៅលំអិតឃើញទាំងអស់ដឹងតែអញ្ចឹងជាគូដែរតែគូប្រភេទណាចា សំខាន់និយាយទៅបងប្អូនទាំងអស់គ្នាចង់ឲ្យច្បាស់យើងគ្រាន់តែជាដូចនេះខ្ញុំយើងគ្រាន់ជាមនុស្សធម្មតាដែលមិនមែនជាអ្នកជំនាញលោកគ្រូអ្នកគ្រូទាំងពីរគាត់មានជំនាញអញ្ចឹងបងប្អូនចង់បានជីវិតមួយដែលពេលខ្លះយើងសៅមកណាអ្នកដែល single យូរតូចចិត្តទេណាឃើញគេរៀបការទៅញ៉ាំការគេពីណាបណ្ដោbênខ្លួនឯងអញ្ចឹងបងប្អូនចង់ឆ្លើយចម្លើយនេះសម្រាប់ជីវិតជាកាដូឲ្យខ្លួនឯងមកអានេះស្អីទៅចាងាយហើយច្បាស់ដឹងថាអត់សាំញ៉ាំច្រើនទេ ចា ចាហើយមួយទៀតដែរសម្រួលដែរខ្ញុំជឿថាបងប្អូនប្រិយមិត្តក៏ឆ្ងល់ដែរឆ្ងល់ថាមនុស្សយើងកើតមកជីវិតមួយដូចគ្នាហេតុអីអ្នកខ្លះឆាប់ដល់គូអ្នកខ្លះគ្រាន់ដល់គូហ្នឹងអាស្រ័យលើអីវិញ ចា ខ្ញុំមើលលើអីវិញ តាមពិតទៅសិតតែប្រហែលជាទស្សនិកជនច្រើនណាស់ដែលគាត់ឆ្ងល់ទៅចំណុចហ្នឹងតែខ្លះឆាប់ដល់គូដល់តាំងពីវ័យក្មេងចាអ្នកខ្លះអាយុច្រើនហើយតែមិនទាន់ដល់គូចាអញ្ចឹងទៅតាមប្រភេទនៃរាសីរបស់បុគ្គលម្នាក់ៗដូចគ្នា ចាហើយ ចាអញ្ចឹងពេលខ្លះនៅក្នុងតួរាសីគាត់មានធាតុស្នេហ៍ច្រើនអញ្ចឹងពេលដែលមានធាតុស្នេហ៍ច្រើនធ្វើឲ្យគេចូលចិត្តស្រឡាញ់ចា ធាតុស្នេហ៍ ចាមានធាតុស្នេហ៍នៅក្នុងតួរាសី ខ្លះគេស្រឡាញ់ច្រើនតែឧបមាដូចយើងជាមនុស្សស្រីមានគេស្រឡាញ់ច្រើនតែគេអត់ចូលទៅដឹងគេអត់ពិតប្រកប អាហ្នឹងឲ្យយើងតែឆែកមើលថាតើពេលវេលាវ័យចររបស់គាត់ពេលណាដែលចូលមកឲ្យជួបចាមួយវិញទៀតក៏អាចដឹងថាតើគាត់រៀបការពីក្មេងឬក៏រៀបការពេលវ័យណាមួយនៅក្នុងតួតារាងរបស់គាត់ក៏មានបញ្ជាក់ដែរឧទាហរណ៍ថាគាត់ដល់គូគឺវ័យក្មេងគឺនៅក្នុងតួតារាងនៃតួឆ្នាំរបស់គាត់ចាមិនន័យថាមានធាតុពិឃាតនៅក្នុងតួតារាងរាសីរបស់គាត់តែម្ដងគឺនៅតួឆ្នាំចាឧទាហរណ៍មិញយើងនិយាយអំពីឧទាហរណ៍ធាតុឈើចាអញ្ចឹងគាត់មានធាតុមាសនៅក្នុងតួឆ្នាំអញ្ចឹងមិនថាវោកឬរកាអាចមានឱកាសជួបគូរៀបការតាំងពីវ័យក្មេងចាតែអ្នកខ្លះគឺអត់មានធាតុគូទេនៅក្នុងតារាងរាសីគាត់បានន័យថាមិនថាតួឆ្នាំតួខែតួថ្ងៃតួមកគឺអត់មានធាតុគូអញ្ចឹងយើងមើលទៅលើវ័យចរបានន័យថាតើដំណើរជីវិតគាត់ជួបគូធាតុហ្នឹងនៅកន្លែងណាពេលណា អរគុណណាស់សម្រាប់ពេលវេលារបស់លោកគ្រូអ្នកគ្រូអញ្ចឹងបើសិនជាយើងអាចថតបន្ថែមអេពីសូតទៀតចង់ដឹងថាអ្នកខ្លះទៀតកើតមកគូគេតែមួយស្រឡាញ់គ្នាដល់ចាស់ប្រេងព្រឹត្តចាប់ដៃគ្នាមានកូនចៅសុភមង្គលតែអ្នកខ្លះទៀតគូច្រើនហ្មង អត់ទេបើសិនជាមានពេល អីវិញ បើសិនជាមានពេលខ្ញុំចង់សួរអ្នកគ្រូនិងលោកគ្រូឲ្យលោកគ្រូនិងអ្នកគ្រូបកស្រាយថាតើបើសិនជាគាត់និយាយថាគាត់ឥឡូវគាត់អត់ដល់គូទេហើយគាត់ចង់បានគូមែនទេតែតើលោកគ្រូអ្នកគ្រូអាចមានវិធីក្នុងការជួយដល់ពួកគាត់ដែរបាទ បានមាន អូខេ អស្ចារ្យបញ្ហាគ្រប់យ៉ាងចាអរគុណណាស់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាតាមដាននៅអេពីសូតមួយនេះហើយអរគុណលោកគ្រូអ្នកគ្រូសាច់មិនម្ដងទៀតចាសម្រាប់កម្មវិធីរបស់យើងក៏ជូនពរប្រិយមិត្តដែលជា fan របស់កម្មវិធីមានសុភមង្គលគ្រប់ក្រុមគ្រួសារហើយជូនពរពិសេសសម្រាប់អ្នកដែលនៅលីវទាំងអស់អ្នក single ចាឆាប់ជួបគូតែបើសិនជាអត់ដឹងថាជួបពេលណាឬក៏កំពុងតែ lonely ឯកាខ្លាំងអញចេញមកអាននិយាយជាមួយស្ថាប័ន Master Nali បានចាអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលជម្រាបលា